នេះគឺជាចំនួនលុយដែលខ្ញុំអត់បានរយៈពេល1ខែនៅក្នុង TikTok ដែលខ្ញុំអត់បានចំណាយលុយពីការចាប់ផ្ដើមនឹង1រៀលសោះគឺខ្ញុំចាប់ផ្ដើមពី0តែម្ដងដែលខ្ញុំគឺចាប់ផ្ដើមយកអីវ៉ាន់ពីចិនមកលក់ហើយខ្ញុំមានក្បាច់ទាំងនេះបើសិនជាអ្នកទាំងអស់គ្នាចង់ចេះអាចមើលវីដេអូនេះបានឥឡូវខ្ញុំចាប់ផ្ដើមឲ្យអ្នកទាំងអស់គ្នាមើលពីដំបូងគឺខ្ញុំប្រើកម្មវិធី Red Note របស់ចិនហើយខ្ញុំចូល scroll មើលយើង scroll មើលវីដេអូមួយណាឬក៏ផលិតផលមួយណាដែលយើងចាប់អារម្មណ៍ឥឡូវគឺខ្ញុំមើលម្នាក់ស្រីនេះដែលគាត់ផាត់មុខយើងមើលពីអីវ៉ាន់របស់គាត់ផាត់មុខដែលមើលទៅវាចាប់អារម្មណ៍អញ្ចឹងរបៀបថាវីដេអូគាត់គឺប្លែកហើយចាប់អារម្មណ៍ so ឥឡូវខ្ញុំចូលមើល profile របស់គាត់យើងឃើញអីវ៉ាន់នៅលើ profile របស់គាត់ហ្នឹងគឺគាត់មានលក់អីវ៉ាន់នៅក្នុង account របស់គាត់នេះគឺជាប្រភេទវីដេអូដែលយើងអាចយកមកផុសយើងកាត់តបញ្ចូលសលេងផុសហៅលុយឬក៏ផុសយកអីវ៉ាន់ហ្នឹងមកលក់នៅស្រុកខ្មែរបានហើយយើងចូលមើល profile របស់គាត់គឺយើងឃើញអីវ៉ាន់នេះគឺគាត់ដាក់លក់នេះគឺជាអីវ៉ាន់ដែលគាត់លក់នៅក្នុង profile របស់គាត់ហើយ feature នេះគឺនៅខ្មែរអត់ទាន់មានទេអញ្ចឹងគឺយើងមានតែយកអីវ៉ាន់ហ្នឹងមកលក់សម្រាប់ការ pre order សម្រាប់អ្នកលក់អត់ចង់បញ្ចេញមុខឬអីអញ្ចឹងយើងអាចយកវីដេអូគេមកហើយយើង voice over សម្រាប់លក់អីវ៉ាន់របស់យើងអីវ៉ាន់មួយហ្នឹងនៅលើ TikTok ឬក៏នៅលើ Facebook បានហើយអីវ៉ាន់ទាំងអស់ហ្នឹងនៅពេលដែលយើងដាក់លក់គឺយើងលក់ជារបៀប pre order នៅពេលណាគេ order ទើបយើងដាក់អីវ៉ាន់ហ្នឹងទិញកំងអីវ៉ាន់ហ្នឹងគឺមកពីចិនយកមកឲ្យគេ so នេះគឺជារបៀបដែលខ្ញុំលក់នៅស្រុកខ្មែរហើយក៏ខ្ញុំលក់នៅអាមេរិកផងដែរគឺខ្ញុំលក់បែបហ្នឹងនៅពេលដែលគេ order ទើបយើងយកអីវ៉ាន់ហ្នឹងយកមកលក់ឲ្យគេយើងអាច order ពីក្នុង app ហ្នឹងផ្ទាល់ក៏បានបើយើងអត់ចេះ order ទេគឺយើងឲ្យសេវាកម្មរបស់គេដូចជា Loda ឬក៏កម្មវិធីផ្សេងៗក្រុមហ៊ុនផ្សេងៗនៅខ្មែរហ្នឹងគេ order ឲ្យយើងបានលើថៅប៉ៅក៏មានលក់ដែរហើយនេះគឺជារបៀបប្រើ ChatGPT ដើម្បីវាទៅ say script ឲ្យយើងសម្រាប់ការនិយាយអំពី product ហ្នឹងបើមិនយើងអត់ដឹងថានិយាយពី product ហ្នឹងរបៀបម៉េចខ្លួនឯងអញ្ចឹងគឺយើងអាចយកឲ្យ ChatGPT វានិយាយឲ្យយើងបាន so បើមិនយើងអត់សូវចេះប្រកែអង់គ្លេសយើងអាចប្រាប់ពីឲ្យទៅ say ជាភាសាខ្មែរក៏បានហើយចាំយើងយកមក voice over យើងអានតាម script ហ្នឹងហើយយើង voice over ហើយនេះគឺជាលទ្ធផលដែល ChatGPT វាឲ្យខ្ញុំគឺវាល្អឥតខ្ចោះមែនទែនដែលវានិយាយអំពីផលិតផលហ្នឹងគឺបានឡើងក្បោះក្បាយហើយរយៈពេលខ្លីគឺវាបានឡើងទាំងស្រុងតែម្ដងគឺវាអាចហុក viewer ឲ្យមើលឲ្យចាប់អារម្មណ៍លើ product របស់យើងបាន so នេះគឺខ្ញុំប្រើជាភាសាខ្មែរម្ដងនៅពេលដែលជាភាសាខ្មែរគឺយើងអាចយើងអានទៅយល់ទេ so យើងលើកដាក់តាមហ្នឹងទៅយើងធ្វើមិនឲ្យអ្នកមើលហ្នឹងគឺចាប់អារម្មណ៍លើ product របស់យើងហ្នឹងសម្រាប់ជាភាសាខ្មែរបើសិនជាវាឲ្យអត្ថបទមកមួយនឹងមកយើងមានអារម្មណ៍ថាយើងអត់ពេញចិត្តអត់សូវយល់យើងអាចប្រាប់វាថា give me a new one មួយជាងទៀតមកវាឲ្យអត្ថបទថ្មីមកដែលវាងាយយល់ជាងហ្នឹងឬក៏យើងឲ្យវាទៅសេរូបត្រាណាដែលយើងពេញចិត្តទៅយើងយកអត្ថបទហ្នឹងយកមកដាក់លើ product របស់យើងហើយនេះគឺជាការ edit Imagine a foundation that stays flawless for 24 hours.